នារសៀលថ្ងៃទី12ខែឧសភាឆ្នាំ2026ឯកឧត្តមសុកសុកេនរដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Steven Phangjivi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជានិងបានពិភាក្សាផ្ដោតសំខាន់លើការផ្លាស់ប្ដូរទស្សនៈស្ដីពីទំនាក់ទំនងទ្វេភាគីព្រមទាំងការពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចរវាងកម្ពុជានិងសង្ហបុរីជាកិច្ចចាប់ផ្ដើមឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងលើការស្វាគមន៍យ៉ាងកក់ក្ដៅនិងបានអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាភាគីទាំងពីរបានបញ្ជាក់អំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជានិងសង្ហបុរីដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំដោយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមលីកុនយូអតីតនាយករដ្ឋមន្ត្រីឯកឧត្តមលីសៀនឡុងអតីតនាយករដ្ឋមន្ត្រីសង្ហបុរីនឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមឡូរ៉ែនវ៉ុងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្ហបុរីភាគីទាំងពីរក៏បានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់និងសកលដែលជាក្តីបារម្ភរួមគ្នានឹងវឌ្ឍនភាពក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានផងដែរឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់លើការវិវត្តផ្នែកនយោបាយនិងសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រកបនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ2050ឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមអំពីការកែតម្រង់ស្ថាប័ននិងបេសកកម្មរបស់ក្រសួងក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជាក្នុងន័យនេះឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការអនុវត្តយុទ្ធសាស្ត្រពោ4/4របស់ក្រសួងដែលផ្ដោតលើការពង្រឹងការងារអធិការកិច្ចការងារដោះស្រាយបណ្ដឹងការងារតាមដានការអនុវត្តច្បាប់និងការងារអប់រំផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈព្រមទាំងបន្តជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តជំរុញឲ្យបង្កើនសមត្ថភាពស្ថាប័នជំរុញកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូនិងជំរុញការប្រើប្រាស់បច្ចេកវិទ្យា Digitalព្រមទាំងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ក្រសួងរួមទាំងការឈានទៅបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ចជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងលើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានចែករំលែកទស្សនៈទានដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងវិស័យអធិការកិច្ចនៅកម្ពុជាឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ពីការគាំទ្រចំពោះគំនិតដោយផ្ដាំយុទ្ធសាស្ត្ររបស់ក្រសួងព្រមទាំងការបញ្ជាក់ពីការបដិញ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ចជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចជាមួយស្ថាប័នពាក់ព័ន្ធនៅប្រទេសសង្ហបុរីនិងបានលើកឡើងអំពីយន្តការអភិបាលកិច្ចក្នុងវិស័យសាធារណៈរបស់ប្រទេសសង្ហបុរីផងដែរជាកិច្ចបញ្ចប់ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសង្ហបុរីក្នុងវិស័យអធិការកិច្ចដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ